ពេញមួយយប់នៅថ្ងៃទី11-12 ខែមិថុនាឆ្នាំ2026 ដែនដី Krasnodar របស់រុស្ស៊ីបានប្រឈមមុខនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដ៏ធំបំផុតមួយដែលបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលបង្ហាញពីអាំងតង់ស៊ីតេកាន់តែខ្លាំងឡើងនៃសង្គ្រាមយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរវាងទីក្រុងមូស្គូនិងទីក្រុងគៀវគោលដៅចម្បងមួយគឺរោងចក្រចម្រាញ់ប្រេង Avivsky ដែលជារោងចក្រកែច្នៃប្រេងឥន្ធនៈដ៏សំខាន់មួយដែលមានទីតាំងនៅជិតទីក្រុង Krasnodar ក្នុងអំឡុងពេលវាយប្រហារនោះការផ្ទុះត្រូវបានរាយការណ៍នៅក្នុងតំបន់នោះបន្ទាប់មកដោយអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងក្រោយមកក្រុមសង្គ្រោះបន្ទាន់បានពន្លត់អគ្គិភ័យប៉ុន្តែឧបទ្ទហេតុនេះបានបង្ហាញពីភាពងាយរងគ្រោះនៃហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់រុស្ស៊ីដែលនៅឆ្ងាយពីខ្សែជួរមុខការវាយប្រហារនេះមិនត្រូវបានកំណត់ចំពោះរោងចក្រឧស្សាហកម្មនោះទេនៅក្នុងទីក្រុង Krasnodar បំណែកយន្តហោះគ្មានមនុស្សបើកដែលធ្លាក់មកបានវាយប្រហារអគារលំនៅឋានច្រើនជាន់មួយដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះយ៉និងធ្វើឲ្យមនុស្សយ៉ាងហោចណាស់3នាក់រងរបួសនេះបើយោងតាមរបាយការណ៍បឋមរូបភាពពីកន្លែងកើតហេតុបានបង្ហាញពីការខូចខាតដល់ទ្រព្យសម្បត្តិស៊ីវិលខណៈដែលសេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ឆ្លើយតបក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន330គ្រឿងក្នុងមួយយប់នៅទូទាំងតំបន់ជាច្រើននៃប្រទេសរួមទាំងនៅលើសមុទ្រខ្មៅនិងសមុទ្រអាហ្សូវប្រសិនបើត្រូវបានបញ្ជាក់នេះនឹងតំណាងឲ្យការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះអ្នកវិភាគយោធាក៏សម្គាល់ថាអ៊ុយក្រែនបានផ្ដោតកាន់តែខ្លាំងឡើងលើការវាយប្រហាររោងចក្រចម្រាញ់ប្រេងឃ្លាំងប្រេងឥន្ធនៈមជ្ឈមណ្ឌលដឹកជញ្ជូននិងកន្លែងឧស្សាហកម្មយោធាជ្រៅនៅក្នុងទឹកដីការវាយប្រហារទាំងនេះត្រូវបានរចនាឡើងដើម្បីរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈបង្កើនសម្ពាធសេដ្ឋកិច្ចនិងបង្ខំឲ្យរុស្ស៊ីបង្វែរទ្រព្យសម្បត្តិការពារដែនអាកាសដ៏មានតម្លៃចេញពីសមរភូមិការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Avivsky មានសារៈសំខាន់ជាយុទ្ធសាស្ត្រពីព្រោះកន្លែងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈចម្រាញ់ទៅកាន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ីការវាយប្រហារម្ដងហើយម្ដងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលបង្ហាញពីសមត្ថភាពកាន់តែកើនឡើងរបស់ទីក្រុងគៀវក្នុងការព្យាករណ៍កម្លាំងរាប់រយគីឡូម៉ែត្រហួសពីខ្សែជួរមុខនៅពេលដែលសង្គ្រាមចូលដល់ដំណាក់កាលមួយទៀតនៃការកើនឡើងបច្ចេកវិទ្យាសង្គ្រាមយន្តហោះគ្មានមនុស្សបើកនៅតែបន្តផ្លាស់ប្ដូរសមរភូមិអ្វីដែលធ្លាប់ជាជម្លោះដែលគ្របដណ្ដប់ដោយកាំភ្លើងធំនិងមីស៊ីលកំពុងតែក្លាយជាការប្រកួតប្រជែងនៃប្រព័ន្ធគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពទៅដល់ជ្រៅទៅក្នុងទឹកដីសត្រូវការវាយប្រហារពេញមួយយប់នេះគឺជាការរំលឹកថាផលប៉ះពាល់នៃសង្គ្រាមឥឡូវនេះលាតសន្ធឹងហួសពីខ្សែជួរមុខដោយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតំបន់ស៊ីវិលនិងតុល្យភាពយុទ្ធសាស្ត្រកាន់តែទូលំទូលាយរវាងរុស្ស៊ីនិងអ៊ុយក្រែន